តើអ្នកដឹងថាជួនកាលការស្ទះនៅក្នុងសរសៃឈាមបេះដូងរបស់អ្នកអាចប្រែជារឿងខ្លាំងរហូតដល់វិធីព្យាបាលតាមស្តង់ដារធម្មតាមិនអាចទម្លុះបាននៅពេលដែលកំណកខ្លាញ់កក់កុញរឹងដោយស៊ីម៉ង់ជាប់ក្នុងសរសៃឈាមគ្រូពេទ្យត្រូវប្រើបច្ចេកទេសដែលមានប្រសិទ្ធភាពខ្ពស់និងផ្ដល់លទ្ធផលច្បាស់លាស់មួយហៅថា rotational atherectomy ទោះបីជាឈ្មោះនេះស្ដាប់ទៅហាក់ដូចជាស្មុគស្មាញប៉ុន្តែគោលការណ៍របស់វាគឺសាមញ្ញនិងមានគោលដៅបង្កើនប្រសិទ្ធភាពនៃការព្យាបាលឲ្យដល់កម្រិតអតិបមាបានសូមស្រមៃគិតអំពីទុយោទឹកដែលមានកំណកកំបោររឹងជាប់ជាច្រើនស្រទាប់ការបង្ហូរទឹកធម្មតាមិនអាចសម្អាតវាបានឡើយដូច្នេះអ្នកត្រូវការឧបករណ៍ខួនតូចមួយដើម្បីកិនវាកំទេចចោលទៅក្នុងដំណើរការនេះគ្រូពេទ្យនឹងប្រាយថ្នាំស្ពឹកនៅត្រង់កដៃឬក្រលៀនរបស់អ្នកដើម្បីកាត់បន្ថយការឈឺចាប់និងធានាបាននូវផាសុកភាពបំផុតអ្នកនឹងនៅដឹងខ្លួនប៉ុន្តែមិនមានអារម្មណ៍ឈឺចាប់ឡើយបន្ទាប់មកបំពង់បូមដ៏តូចឆ្មាមួយត្រូវបានបញ្ចូលតាមសរសៃឈាមទៅកាន់ចំណុចដែលស្ទះនៅពេលឧបករណ៍នេះវិលក្នុងល្បឿនលឿនវានឹងកិនកំណកខ្លាញ់ដែលរឹងនោះឲ្យคล้ายទៅជាកំទេចល្អិតៗបំផុតដែលតូចជាងកោសិកាឈាមក្រហមទៅទៀតកំទេចទាំងនេះមិនបង្កឲ្យមានការកកស្ទះនៅកន្លែងផ្សេងឡើយប៉ុន្តែវានឹងហូរតាមចរន្តឈាមហើយត្រូវបានរាងកាយចម្រាស់ចោលដោយធម្មជាតិដែលនេះជាវិធីសាស្ត្រដ៏ឆ្លាតវៃក្នុងការសម្អាតសរសៃឈាមនៅពេលផ្លូវឈាមត្រូវបានបើកចំហគ្រូពេទ្យនឹងប្រើប៉ោងតូចមួយឬដាក់ stent ដើម្បីរក្សាសរសៃឈាមឲ្យនៅចំហបានល្អនិងជួយឲ្យឈាមហូរទៅចិញ្ចៀមបេះដូងឲ្យបានពេញលេញឡើងវិញដោយឆាប់រហ័សដំណើរការទាំងអស់នេះចំណាយពេលតិចជាង1ម៉ោងប៉ុណ្ណោះវាគឺជាវិធីសាស្ត្រដែលចំណាយពេលតិចប៉ុន្តែផ្ដល់នូវផលប្រយោជន៍ដ៏មហាសាលក្នុងការសង្គ្រោះជីវិតនិងជួយឲ្យអ្នកជំងឺអាចត្រឡប់ទៅរស់នៅដោយមានសុខភាពនិងមានផលិតភាពឡើងវិញយ៉ាងឆាប់រហ័ស